ជំរាបសួរលោកគ្រូខ្ញុំឈ្មោះមាសប្រណីមកពីក្រុម Ajudoc ថ្ងៃនេះផងដែរខ្ញុំមកធ្វើការ demo តាក់ទងជាមួយនឹងបច្ចេក midterm គឺបច្ចេកទី2ដែលបច្ចេកទី2ហ្នឹងគឺធ្វើការបង្កើត file ឬក៏បង្កើត group អញ្ចឹងទី1គឺតាក់ទងជាមួយនឹងការបង្កើត group ដែលការបង្កើត group ហ្នឹងគឺយើងត្រូវវាយ sudo group add តោះមកយើងដាក់ឈ្មោះរបស់យើងគឺ developer password តោះមកយើងបង្កើត group ទាំងអស់មួយចាំផែកមើលទាំងសរុបនោះគឺ sudo group add UX UI sudo group add develop enter តើយើងធ្វើការឆែកទៅលើ group ដែលយើងបានបង្កើតហ្នឹងគឺយើងវាយ/etc/etc/group enter ហើយនេះគឺជា group ដែលខ្ញុំបានបង្កើតមិញមាន3គឺ developer UI UX និង DevOps ហើយសំខាន់មួយសិនតើតងជាមួយនឹងចំណុចបន្ទាប់នៅពេលដែលយើងបង្កើតហើយឥឡូវគឺយើងធ្វើការលុបវាវិញមួយsudo group del គឺ delete group del delete ទៅលើ group ណាមួយឧទាហរណ៍ group developer enter តើមិនធ្វើការឆែកយើងនេះ delete ទៅគឺវាដាច់ហើយអញ្ចឹងតទៅពីយើង delete ហើយគឺយើងចូលមកកាន់ការបង្កើត file ម្ដងអញ្ចឹងការបង្កើត file ហ្នឹងគឺយើងត្រូវវាយថា touch តមក file name របស់យើងកន្លែងនេះខ្ញុំសូម copy ខ្លាចខុសគឺនេះគឺ developer process type មួយទៀតគឺ UI process TXT មួយទៀតគឺ DevOps process type អូខេ enter បន្ទាប់មកគឺយើងធ្វើការឆែកទៅលើ file ដែលយើងបានបង្កើតហ្នឹងគឺយើងវាយ list ឬក៏ ls ដក alt កាយ .txt នេះគឺជា file ដែលយើងបានបង្កើតមិញបន្ទាប់មកពេលដែលយើងបង្កើតហើយយើងធ្វើការដូរទៅលើ ID របស់យើងគឺវាយ command chmod 755កាយ .txt enter តើមកយើងលេខវាមើលគឺឃើញថាវាបានដូរហើយតកតងជាមួយនឹង read line ហ្នឹងអាហ្នឹងគឺវាមានលេខសម្គាល់របស់វាហើយអញ្ចឹងដើម្បីចង់ដឹងបញ្ជាក់ឲ្យច្បាស់តើយើងបូកដកវាបញ្ជាក់តាមហ្នឹងហើយចូលមកដល់ command បន្ទាប់គឺធ្វើការធ្វើឲ្យ group developer និង UI UX ហ្នឹងអត់អាច access ចូលទៅកាន់ group DevOps បានអញ្ចឹងយើងវាយ command sudo
developer process tt enter. Process enter. Ok, chẳngបន្ទាប់មកគឺយើងត្រូវលិះdownវាមើលម្ដងទៀតដល់យើងអូខេអញ្ចឹងចំណុចបន្ទាប់គឺយើងលិះវាមើលដល់ ls ដល់ develop process ដល់ enter តើមកយើងនិយាយទៅគឺ ls enter ចឹងតើតើជាមួយនឹងការបង្កើតក្រុមក៏ដូចជាការបង្កើត file គឺមានបញ្ហាគ្រូសូមអរគុណ